Hello ladies and gentlemen ថ្ងៃនេះខ្ញុំវាសនានិងលោកវ៉ាងខេងនឹងធ្វើការ update ជូនអំពី headline ទាំង4ដែលមានឥទ្ធិពលលើសន្ទុះប្រាក់ដុល្លារឡើងហើយនឹងចុះសម្រាប់សប្តាហ៍នេះក៏ដូចជាថ្ងៃនេះផងដែរសម្រាប់ការ shutdown របស់រដ្ឋាភិបាលអាមេរិកគឺការបិទរដ្ឋាភិបាលនៅតែបន្តរហូតមកដល់សប្តាហ៍នេះដែល headline មួយនេះធ្វើឲ្យប៉ះពាល់ដល់សន្ទុះប្រាក់ដុល្លារចុះចំណែកឯនាយករដ្ឋមន្ត្រីជប៉ុនអ្នកស្រី Sanae Takaichi ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនបានគាំទ្រដល់វិធានការពង្រីកគម្រោងសារពើពន្ធតាមរយៈនៃការបង្កើនខ្ទង់ចំណាយរបស់រដ្ឋាភិបាលដែលយើងហៅថា expansionary fiscal measure និងបន្តគោលនយោបាយរូបិយវត្ថុទាបដែលយើងហៅថា loose monetary policy ដោយ headline មួយនេះធ្វើឲ្យតម្លៃប្រាក់ដុល្លារមានការកើនឡើងហើយប្រាក់យេនមានការធ្លាក់ចុះផងដែរកន្លងទៅថ្មីៗនេះកិច្ចប្រជុំរវាងលោក Donald Trump និងប្រធានាធិបតី Xi Jinping បានបញ្ចប់ដោយសហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់ចិនដែល headline មួយនេះជាសញ្ញាល្អសម្រាប់សន្ទុះប្រាក់ដុល្លារផងដែរនិង headline ចុងក្រោយយើងឃើញថាសន្ទុះប្រាក់ដុល្លារនៅតែបន្តការកើនឡើងដដែលបើទោះបីជាធនាគារកណ្ដាលអាមេរិកមានការទម្លាក់ការប្រាក់ចំនួន 0.25 ក៏ដោយសារតែប្រធានធនាគារកណ្ដាលលោក Jerome Powell មានមតិយោបល់ខាងគាំទ្រប្រាក់ដុល្លារឡើងដែលយើងតែងតែហៅថា hawkish សន្ទុះប្រាក់ដុល្លារបានរក្សានៅជិតកម្រិតខ្ពស់រយៈពេល3ខែនៅជុំវិញកម្រិត 99.5 កាលពីថ្ងៃសុក្រហើយបានកើនឡើងជិត 2% សម្រាប់ខែនេះដោយសារអ្នកវិនិយោគបានកាត់បន្ថយនៅការរំពឹងទុកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកកន្លងទៅថ្មីៗនេះធនាគារកណ្ដាលអាមេរិកបានផ្ដល់នៅការកាត់បន្ថយអត្រាការប្រាក់ចំនួន 0.25% ដោយការរំពឹងទុកកាលពីថ្ងៃពុធប៉ុន្តែប្រធានធនាគារកណ្ដាលលោក Jerome Powell បានសង្កត់ធ្ងន់ថាការកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅក្នុងខែធ្នូនឹងមិនត្រូវបានធានានោះទេភាគរយដែលបានព្យាករណ៍អំពីទីផ្សារដែលមានទំនុកចិត្តនៅក្នុងការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមប្រហែល 75% ដែលធ្លាក់ពីការព្យាករណ៍ជាង 90% មុនពេលកិច្ចប្រជុំទន្ទឹមនឹងនេះផងដែរកិច្ចប្រជុំរវាងលោក Donald Trump និងប្រធានាធិបតី Xi Jinping បានបញ្ចប់ដោយសហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញចិនខណៈដែលទីក្រុងប៉េកាំងក៏បានសន្យាថានឹងទប់ស្កាត់ការនាំចេញថ្នាំ Fentanyl ជំរុញការទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកនិងផ្អាកការត្រួតពិនិត្យការនាំចេញរ៉ែកម្ររបស់ចិនប្រាក់ដុល្លារក៏បានប្រកាសពីការកើនឡើងប្រចាំខែដ៏ខ្លាំងបំផុតរបស់ខ្លួនធៀបនឹងប្រាក់យេនក្នុងខែតុលាបន្ទាប់ពីមានការជាប់ឆ្នោតរបស់នាយករដ្ឋមន្ត្រីថ្មី Sanae Takaichi ក្នុងប្រទេសជប៉ុនដែលលោកស្រីមាននិន្នាការគាំទ្រដល់វិធានការពង្រីកគម្រោងសារពើពន្ធដែលយើងហៅថា expansionary fiscal measure និងបន្តគោលនយោបាយរូបិយវត្ថុទាបដែលយើងហៅថា loose monetary policyតម្លៃមាសបានធ្លាក់ចុះមកនៅត្រឹមប្រហែលជា $4,010 ក្នុង1អោនកាលពីថ្ងៃសុក្រដែលកំណត់សម្រាប់ការធ្លាក់ចុះប្រចាំសប្តាហ៍ទី2ជាប់គ្នាដោយរងសម្ពាធពីការរំពឹងទុកធ្លាក់ចុះទំនុកចិត្តនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនិងភាពវិជ្ជមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនប្រទេសទាំងពីរបានឈានដល់ការបញ្ចប់ជម្លោះពាណិជ្ជកម្មជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល1ឆ្នាំទោះជាយ៉ាងណាក៏ដោយភាពមិនច្បាស់លាស់មួយចំនួននៅតែមានលើភាពធន់នៃកិច្ចព្រមព្រៀងនេះទន្ទឹមនឹងនេះប្រធានធនាគារកណ្ដាលលោក Powell បាននិយាយថាការកាត់បន្ថយអត្រាការប្រាក់មួយផ្សេងទៀតនៅក្នុងខែធ្នូមិនត្រូវបានធានានោះទេដោយបានធ្វើឲ្យប្រាក់ដុល្លាររក្សានៅជិតកម្រិតខ្ពស់រយៈពេល3ខែនិងធ្វើឲ្យតម្លៃមាសបានធ្លាក់ចុះយ៉ាងណាក៏ដោយលោហៈធាតុមាសនេះនៅតែស្ថិតនៅនិន្នាការកើនឡើងប្រចាំខែនិងមានការកើនឡើងប្រហែលជា 50% នៅឆ្នាំនេះដោយសារការកើនឡើងតម្រូវការមាសរបស់ធនាគារកណ្ដាលដ៏រឹងមាំក្រុមប្រឹក្សាមាសពិភពលោកបានរាយការណ៍ថាធនាគារកណ្ដាលបានទិញមាសចំនួន220តោនក្នុងត្រីមាសទី3កើនឡើង 28% ពីត្រីមាសមុនដែលនាំមុខដោយប្រទេសកាហ្សាក់ស្ថានខណៈពេលដែលប្រទេសប្រេស៊ីលបានទិញមាសជាលើកដំបូងក្នុងរយៈពេលជាង4ឆ្នាំ